Rương nẹ đầm nắng vì nẹ miễn bô rọc mà nẹ ban nong côn bọc bọc luôn lang từ lửa phun muối đo miên cầm bùi khô con bọc ngò có su ông pi mùi hái đại trời thừa đầm ná lửa phun nục ở bốc rồi bọc kế mình ban mình chạm mùi hái tê tay quát ban prap ở rong chám về từ đó cô đã giận mình tóc một nẹ đầm ná tàng pí ban spi bông vách rút re đao chlong cắt về smile ប្រៃបន្លាមាត់ជ្រូកព្រមទាំងបានប្រទះនៅសត្វចម្លែកជាច្រើនអស់រយៈពេលជាច្រើនថ្ងៃពួកគេក៏ទៅដល់កំពូលភ្នំដោយហត់នឿយពួកគេក៏សម្រាកនៅក្រោមដើមឈើធំមួយដែលមានផ្លែផ្ការយលរយានគ្រានោះឪពុកបានសួរនៅសំណួរមួយរីឯកូនប្រុសគាត់ជាអ្នកឆ្លើយតប តើនៅត្រង់ជើងភ្នំចង្កេះភ្នំនិងកំពូលភ្នំមានអ្វីខុសគ្នានៅត្រង់ជើងភ្នំមានដានជើងច្រើនចង្កេះភ្នំមានដានជើងខ្លះហើយនៅត្រង់កំពូលភ្នំមានដានជើងតិចត្រូវហើយកូនសម្លាញ់មានមនុស្សជាច្រើនចង់ទៅកាន់ទីខ្ពស់តែមានមនុស្សតិចណាស់ដែលព្យាយាមដើរទៅកាន់គោលដៅរបស់ខ្លួនម្យ៉ាងទៀតការឡើងភ្នំ ជាការលំបាកតែការធ្លាក់លើភ្នំជារឿងងាយពីទាបទៅខ្ពស់ពីភាពក្រលំបាកទៅភាពមានបានពីភាពទន់ខ្សោយទៅរុងរឿងនិងពីភាពល្ងងខ្លៅទៅការចេះដឹងក៏យ៉ាងដូច្នោះហេតុនេះពេលឡើងត្រូវតែព្យាយាមឲ្យខ្លាំងតែពេលឡើងរួចត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនមួយទៀតនៅត្រង់ជើងភ្នំកូនមើលឃើញដើមឈើជុំចិត្ត នៅត្រង់ចង្កេះភ្នំកូនមើលឃើញភូមិរបស់យើងហើយនៅលើកំពូលភ្នំវិញកូនមើលឃើញដល់ទៅជើងមេឃពិតណាស់កូនប្រុសមនុស្សក៏បីមានវិជ្ជានិងគុណធម៌ឲ្យខ្ពង់ខ្ពស់ទើបមើលឃើញវែងឆ្ងាយការដាក់ខ្លួនស្វែងរកវិជ្ជាមួយការត្រេះរិះមិនលងនឹងជំនឿផ្ដេសផ្ដាស់2ការគោរពនៅប្រាជ្ញា3ការសេពគប់ សប្បុរសជន4ការទទួលយកទាំងពាក្យសរសើរនិងពាក្យរិះគន់5និងការមិនត្រមួកក្នុងភាពខ្ជិលច្រអូស6គឺជាការចម្រើននៅវិជ្ជារបស់ខ្លួនទង្វើល្អត្រឹមត្រូវសម្ដីល្អត្រឹមត្រូវ2ចិត្តល្អប្រសើរ3និងឧត្តមគតិល្អប្រសើរ4គឺជាការចម្រើននៅគុណធម៌របស់ខ្លួនអរគុណណាស់លោកពុកកូនយល់ហើយពីមូលហេតុដែលនាំ កូនមកទីនេះបុរសជាឪពុកឮដូច្នោះសប្បាយចិត្តជាខ្លាំងដែលកូនប្រុសរបស់ខ្លួនយល់នៅការទូន្មានរបស់ខ្លួនអ្នកដំណើរទាំងពីរក៏ត្រឡប់មកផ្ទះវិញដោយស្នាមញញឹម